សួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះកែវមួយខេងបច្ចុប្បន្នខ្ញុំបម្រើការងារជាមន្ត្រីឥណទានអាជីវកម្មខ្នាតតូចនៅសាខាមិត្តភាពនៃធនាគារ ABA ការងារដ៏ជោគជ័យគឺចាប់ផ្ដើមពីឱកាសមួយខ្ញុំបានចាប់ផ្ដើមការងារនៅធនាគារ ABA ក្នុងនាមជាបុគ្គលិកខាត់ការម្នាក់ក្នុងអំឡុងពេលនោះខ្ញុំបានរៀនទាំងចំណេះដឹងជំនាញការងារនិងបទពិសោធន៍ជាច្រើនពីថ្នាក់ដឹកនាំនិងក្រុមការងារផងដែរដោយសារតែការខិតខំប្រឹងប្រែងនិងការគាំទ្រពីក្រុមខ្ញុំក៏ទទួលបានឱកាសក្នុងការតែងតាំងជាមន្ត្រីឥណទានខ្នាតតូចម្នាក់ជារៀងរាល់ថ្ងៃខ្ញុំរៀបចំផែនការការងារពិនិត្យការណាត់ជួបនិងតាក់ទងទៅអតិថិជនដើម្បីត្រៀមខ្លួនសម្រាប់ការចុះទៅជួបផ្ទាល់អាជីវកម្មរបស់អតិថិជនមនុស្សមួយចំនួនប្រហែលជាគិតថាការងារផ្នែកឥណទានគឺស័ក្តិសមជាមួយនឹងបុរសជាងប៉ុន្តែសម្រាប់ខ្ញុំភាពជោគជ័យមិនកំណត់ដោយបុរសឬក៏ស្ត្រីនោះទេប្រសិនបើយើងមានការខិតខំប្រឹងប្រែងរៀនសូត្រមានទំនួលខុសត្រូវនិងមានភាពជឿជាក់លើខ្លួនឯងពិតណាស់គឺយើងអាចធ្វើបានដូចគ្នាផ្នែកមួយដ៏សំខាន់នៃការងាររបស់ខ្ញុំគឺជាការចោះជួបអតិថិជននិងការសិក្សាអំពីអាជីវកម្មរបស់អតិថិជនជាក់ស្ដែងខ្ញុំស្ដាប់ពីតម្រូវការវាតម្លៃស្ថានភាពនៃអាជីវកម្មនិងផ្ដល់ជាដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របទៅកាន់អតិថិជនអ្វីដែលខ្ញុំចូលចិត្តបំផុតនៅធនាគារ ABA គឺបរិយាកាសការងារដែលមានការគាំទ្រគ្នាទៅវិញទៅមកក្រុមការងារនិងអ្នកដឹកនាំតែងតែផ្ដល់ដំបូន្មាននិងផ្ដល់ឱកាសដើម្បីឲ្យរូបខ្ញុំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងជានិច្ចខ្ញុំពិតជាមានមោទនភាពណាស់ដែលបានចាប់ផ្ដើមពីបុគ្គលិកខាត់ការម្នាក់ហើយមានឱកាសអភិវឌ្ឍខ្លួនរហូតមកដល់តួនាទីសប្តាហ៍ថ្ងៃនេះគឺជាអ្វីដែលអាចបង្ហាញបានថាធនាគារ ABA តែងតែផ្ដល់ឱកាសការងារទៅដល់លោកអ្នកជានិច្ច